បងប្អូនណាចូលមកដល់ក្នុងប្រទេសកូរ៉េអត់ដឹងថាធ្វើទីតាំងយកវ៉ាលីនៅកន្លែងណាអាចមើលវីដេអូនេះបានអញ្ចឹងបន្ទាប់ពីយន្តហោះចុះចតហើយយើងយកវ៉ាន់បើយើងតាមខ្លួនវ៉ាលីតូចឬអីយើងយកចុះពីលើយន្តហោះហើយយើងត្រូវដើរមកកន្លែងតោបវេសបន្ទាប់ពីយើងចេញពីកន្លែងតោបវេសហ្នឹងចាអញ្ចឹងនេះគឺកន្លែងតោបវេសអញ្ចឹងនៅពេលដែលយើងចេញមកដល់ខាងមុខហ្នឹងគេមានផ្ទាំង LED មួយបង្ហាញពីទីតាំងសម្រាប់ឲ្យយើងចុះទៅយកវ៉ាលីធំដែលយើងផ្ញើជាមួយយន្តហោះវ៉ាលីដែលយើង check in ហ្នឹងចាអញ្ចឹងខាងក្រោមហ្នឹងគឺជាកន្លែងយកវ៉ាលីប៉ុន្តែវាមានច្រើនវាមានចាប់ពីលេខ1ដល់លេខ20ជាងអញ្ចឹងសម្រាប់ជើងហោះហើររបស់យើងពីអ៊ីនឆនមកភ្នំពេញយន្តហោះមួយណាត្រូវទៅយកវ៉ាលីនៅទីតាំងលេខ1ណាអីបងប្អូនមើលនៅលើផ្ទាំង LED ហ្នឹងបានអញ្ចឹងផ្ទាំងនេះបងប្អូនមើលនៅខាងមុខនឹងក៏បានឬនៅខាងក្រោយក៏បានវាមានច្រើនយើងមើលតាមនឹងបានណាអញ្ចឹងយើងត្រូវដឹងថាយន្តហោះយើងឈ្មោះអីអញ្ចឹងបើ Sky ក៏គេដាក់ Sky ក៏គេដាក់ជា logo ហើយលេខសម្គាល់យន្តហោះប្រហែល ZA215 បើអាស៊ានណាវាដាក់ OZ ប្រហែលអីចឹងទៅចាអញ្ចឹងយើងត្រូវចេះមើលទីតាំងចេញពីណាមកណាហើយគេដាក់លេខមួយណាអញ្ចឹងណាចាអញ្ចឹងនេះបងប្អូនមើលកន្លែង sushi te គឺមានន័យថាគឺលេខដែលយើងត្រូវទៅយកវ៉ាលីរបស់យើងចាអញ្ចឹងវាមានច្រើនមានលេខ1ដល់លេខ23អញ្ចឹងសម្រាប់ជើងហោះហើររបស់យើងបើយើងជិះអាស៊ានណាយើង OZ 739 740យើងមើលតាមហ្នឹងមកចាអញ្ចឹងនៅលេខទីតាំងមួយណាយើងមើលទៅសម្រាប់ជើងហោះហើររបស់ខ្ញុំលើកហ្នឹងគឺខ្ញុំត្រូវទៅយកវ៉ាលីនៅលេខ8នៅ sushi te លេខ8ណាចាអញ្ចឹងពេលដែលយើងដឹងលេខរបស់យើងហើយយើងចុះចទៅខាងក្រោមដើម្បីដើរទៅរកកន្លែងទីតាំងយកវ៉ាលីចាអញ្ចឹងនៅពេលដែលយើងចុះមកខាងក្រោមគឺយើងអាចប្រើចដើយន្តនេះក៏បានឬក៏យើងបើអាវ៉ាន់ច្រើនយើងប្រើចដើយន្តប្រអប់ក៏បានដែរចាអញ្ចឹងនៅពេលដែលយើងចុះមកខាងក្រោមហ្នឹងបងប្អូនត្រូវមើលផ្ទាំងស្លាកសញ្ញាគេតាមហ្នឹងណាថាបើឧទាហរណ៍ថាកន្លែងយើងត្រូវយកអាវ៉ាន់ហ្នឹងគឺលេខ8អញ្ចឹងយើងត្រូវដើរតម្រង់ទៅទិសលេខ8អញ្ចឹងណាហ្នឹងហើយចឹងសំខាន់យើងត្រូវចេះមើលស្លាកសញ្ញាគេនៅលើហ្នឹងថាពីលេខ1ដល់លេខ8ហ្នឹងទៅត្រូវខាងណាគេមានសញ្ញាព្រួយនៅលើហ្នឹងស្រាប់ហើយដែលយើងចុះមកដល់ខាងក្រោមហើយដោយសារតែលេខ8នៅខាងស្ដាំដៃអញ្ចឹងខ្ញុំបត់មកខាងស្ដាំដៃចាអញ្ចឹងនេះខ្ញុំដើរទៅរកលេខ8អញ្ចឹងវាមានលេខ6លេខ7លេខ8អញ្ចឹងទៅចាអញ្ចឹងខ្ញុំដើរទៅយកវ៉ាលីរបស់ខ្ញុំហើយពេលដែលយើងយកវ៉ាលីចេញមកហ្នឹងគឺយើងអាចប្រើអាតេះរុញនៅក្នុងហ្នឹងបានអត់អីទេណាយើងរុញយើងដាក់លើកដាក់វ៉ាលីហើយយើងរុញចេញមកក្រៅបានចាដើរតាមការផ្លាកសញ្ញាគេណែនាំមកចាអញ្ចឹងពី1ដល់7ចានៅខាងនេះហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំមកដល់កន្លែងលេខ8ហ្នឹងអញ្ចឹងយើងគ្រាន់តែរងចាំអាវ៉ាន់របស់យើងទៅអញ្ចឹងបើសិនជាករណីបងប្អូនមានជាវ៉ាលីបើសិនជាយើងអាចចងអីចំណាំឬក៏ឧទាហរណ៍បើយើងមានជាកេសយើងអាចទៅសេលេខទូរស័ព្ទឬអីដាក់លើហ្នឹងដើម្បីស្រួលចំណាំអីចឹងណាសិនជាករណីបាត់វ៉ាលីអីឬក៏បាត់កេសអាវ៉ាន់អីយើងអាចហ្នឹងហើយសូមអន្តរាគមន៍ពីខាងពលានយន្តហោះបានឬក៏បើសិនជាករណីអាវ៉ាន់វ៉ាលីរបស់យើងណាមានបាក់ឬអីគឺយើងអាចសុំសំណងពីខាងក្រុមហ៊ុនអាកាសចរដែលយើងជិះនឹងបានចាអញ្ចឹងនេះអាតេះនេះគឺយើងគេអត់គិតលុយអីទេយើងអាចយកមកប្រើបានហ្នឹងហើយអញ្ចឹងយើងលើកអាវ៉ាន់យើងដាក់លើអាតេះហ្នឹងទៅហើយយើងរុញចេញទៅខាងក្រៅអញ្ចឹងសម្រាប់ពេលដែលយើងចេញទៅខាងក្រៅគេមានពីរច្រកឲ្យយើងចេញបើករណីយើងអត់មានអ្វីត្រូវរាយការណ៍ទេយើងដើរតាមសញ្ញាពណ៌បៃតងចាស់នេះអញ្ចឹងទៅប៉ុន្តែបើសិនជាករណីយើងមានអីត្រូវរាយការណ៍អញ្ចឹងយើងត្រូវដើរតាមសញ្ញាពណ៌ក្រហមនេះហ្នឹងហើយអញ្ចឹងដោយសារយើងអត់មានអវ៉ាន់អីត្រូវរាយការណ៍ដែលលើសចំនួនកំណត់របស់ពន្ធគយឧទាហរណ៍ដែលយើងមានលុយលើស$10000អីយើងត្រូវរាយការណ៍ពន្ធគយហ្នឹងយើងដើរតាមសញ្ញាព្រួយក្រហមហ្នឹងណាចាតែបើសិនជាយើងអត់មានអីទេយើងដើរតាមសញ្ញាព្រួយបៃតងហ្នឹងទៅយើងចេញទៅក្រៅគឺអត់បញ្ហាអីទេចាអញ្ចឹងនៅពេលដែលយើងដើរមកដល់ខាងក្រៅនេះអញ្ចឹងនៅពេលដែលយើងចេញមកដល់ខាងក្រៅនៅខាងមុខហ្នឹងបើបងប្អូនជិះនៅពលានអ៊ីនឆនទី1គឺមានកន្លែងទិញសំបុត្រឡានក្រុងនៅខាងមុខហ្នឹងចិត្តច្រកចេញលេខ6គឺយើងអាចទៅទិញសំបុត្រឡានក្រុងបានភ្លាមខ្លួនឯងប៉ុន្តែបើសិនជាបងប្អូនជិះនៅពលានទី2គឺយើងត្រូវចុះទៅជាន់ GHL ឈឹងជាន់ក្រោមដីទី1ទៅទិញសំបុត្រឡានក្រុងក៏ដូចជាជិះឡានក្រុងនៅខាងជាន់ហ្នឹងបានជាធម្មតាពេលដែលយើងចុះពីខ្មែរមកឬក៏ចុះពីប្រទេសណាក៏ដោយនៅពលានអ៊ីនឆនគឺគេត្រូវចុះនៅជាន់ទី1នេះហើយក៏ប៉ុន្តែបើចង់ប្រាប់គេថាអូខេយើងគេមកទទួលយើងហ្នឹងនៅច្រកលេខប្រហែលព្រោះអីវាមានអក្សរលេខច្រកហ្នឹងពី A ដល់ N ដល់អីវាមានច្រើនច្រកណាចឹងបងប្អូនអាចឲ្យគាត់មើលព័ត៌មានបន្ថែមនៅលើអាតារាង LED នៅពេលគាត់មកដល់ជាន់ទី1នេះគាត់មើលកន្លែងតារាង LED ហ្នឹងទៅគេនឹងប្រាប់ឲ្យអ្នកតារាងនេះគេនឹងប្រាប់ឲ្យយន្តហោះណាចេញពីណាមកណាចុះចេញនៅច្រកមួយណាគឺគេប្រាប់នៅលើតារាងហ្នឹងហើយចាហើយខាងមុខនេះគឺកន្លែងទិញសំបុត្រឡានក្រុងហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលគាត់មានបំណងចង់ទិញសំបុត្រយន្តហោះឬក៏មានចម្ងល់អីក្នុងការធ្វើដំណើរតាមពីខ្មែរមកកូរ៉េពីកូរ៉េទៅខ្មែរអាចសាកសួរមកក្នុង page បានអរគុណច្រើន